ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដាននិងទស្សនារាល់វីដេអូរបស់ខ្ញុំបាទដែលខ្ញុំបាទបាននិយាយទៅអំពីឱសថបុរាណខ្មែរដែលជាចំណេះដឹងមួយសម្រាប់បងប្អូនយកទៅប្រើប្រាស់ក្នុងប្រយោជន៍សម្រាប់សុខភាពរបស់បងប្អូនទាំងអស់គ្នាដែលខ្ញុំបានចេះដឹងក៏ដូចជាក្បួនច្បាប់មួយចំនួនដែលខ្ញុំបានសិក្សារៀនសូត្រហើយមកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានយល់ដឹងពីរុក្ខជាតិមួយចំនួនដែលជាឱសថឬក៏ឫសឈើមួយចំនួនទៀតដែលជាឱសថដូចគ្នាដើម្បីយកទៅកែរោគបាទព្យាធិនៅក្នុងខ្លួនឲ្យជាសះស្បើយពីជំងឺព្យាធិនៅក្នុងខ្លួនបាទហើយរុក្ខជាតិទាំងនោះគឺมันប៉ះពាល់ដល់សុខភាពទេបាទបើសិនតែយើងប្រើតាមចំនួនកំណត់ដែលលោកគ្រូឱសថបុរាណមួយក៏បានបាទកំណត់ឲ្យយើងប្រើប្រាស់បាទហើយបើសិនតែយើងមិនជាទេមូលហេតុមកពីឱសថខ្លះប្រើទៅវាអត់ត្រូវនឹងរោគរបស់យើងអញ្ចឹងណាពុកម៉ែបងប្អូនណាហ្នឹងហើយថ្នាំពេទ្យក៏ដូចគ្នាដែរបើសិនតែពុកម៉ែបងប្អូនទាំងអស់គ្នាចង់ឲ្យវាមានប្រយោជន៍ដល់សុខភាពពុកម៉ែបងប្អូនប្រើទៅតាមក្រិតក្រមដែលដុកទ័រក៏ដូចជាពេទ្យដែលគាត់បានផ្ដល់បាទដំបូលមានឲ្យបងប្អូនប្រើប៉ុន្តែបើសិនតែបងប្អូនយកទៅប្រើដោយខ្លួនឯងប្រើប៉ាណាប៉ាណីគឺពុកម៉ែបងប្អូនអាចនឹងមានផលប៉ះពាល់បាទដោយប្រការណាមួយអំពីថ្នាំអស់ទាំងនោះព្រោះថាថ្នាំខ្លះវាមានប្រយោជន៍ដល់សុខភាពហើយប៉ុន្តែបើសិនតែបងប្អូនប្រើលើសកំណត់បាទលើសតម្រូវការដែលគេឲ្យប្រើអានឹងគឺទៅជាបំផ្លាញសុខភាពវិញណាហ្នឹងហើយពុកម៉ែបងប្អូនណាដោយរុក្ខជាតិមួយនេះផងដែរគឺមានឈ្មោះថារុក្ខជាតិបាទវัวសាវម៉ាវបាទវัวសាវម៉ាវស្រុកបាទវាមានសាវម៉ាវមានពីរប្រភេទមានសាវម៉ាវស្រុកវាមានសាវម៉ាវព្រៃប៉ុន្តែសាវម៉ាវស្រុកហើយនិងសាវម៉ាវព្រៃខុសប្លែកគ្នាត្រង់សាវម៉ាវព្រៃគឺមានមមីសហើយសាវម៉ាវស្រុកគឺអត់មានមមីសទេពុកម៉ែបងប្អូនណាបើសាវម៉ាវព្រៃគឺមានមមីសទាំងស្លឹកទាំងផ្លែទាំងវัวពុកម៉ែបងប្អូនណាហ្នឹងហើយរុក្ខជាតិនេះប្រើប្រាស់បានដូចគ្នាតាក់ទងជាមួយនឹងតម្រូវការឬក៏យកមកព្យាបាលបាទរោគព្យាធិនៅក្នុងខ្លួនបាទហើយជំងឺដែលត្រូវព្យាបាលជាមួយនឹងវัวសាវម៉ាវព្រៃនេះគឺមានដូចតទៅបាទជំងឺថប់អារម្មណ៍ជំងឺខ្សោយប្រព័ន្ធអាស័យប្រសាទដេកមិនលក់ភ័យឬក៏កង្វល់លើសឈាមកកហើយអ្វីដែលជាពិសេសមួយទៀតគឺបងស្ត្រីដែលចង់មានបុត្រធីតាតាក់ទងជាមួយនឹងស្បូនក្តៅអាចយករុក្ខជាតិនេះទៅព្យាបាលបានគឺពុកម៉ែបងប្អូនគ្រាន់តែយករុក្ខជាតិនេះបោចហាលឲ្យស្ងួតទៅពុកម៉ែបងប្អូនប្រើចន្លោះពី15ក្រាមទៅ20ក្រាមបាទស្ងោរហូបជារៀងរាល់ថ្ងៃបាទដើម្បីព្យាបាលស្បូនឲ្យស្បូនវាត្រជាក់ឬក៏ឆាប់មានកូនពុកម៉ែបងប្អូនណាហើយដេកលក់ស្រួលរងាប់អារម្មណ៍ខ្សោយប្រព័ន្ធអាស័យប្រសាទដេកមិនលក់ភ័យកង្វល់ក៏ឡើងឈាមអីហ្នឹងគឺព្យាបាលបានដូចគ្នាដូចខ្ញុំជម្រាបពុកម៉ែពីខាងដើមហើយណាហ្នឹងហើយតកតងជាមួយនឹងរុក្ខជាតិនេះផងដែរគឺมันពិបាករកទេពុកម៉ែបងប្អូនអាចបានពុកម៉ែបងប្អូនរបស់គ្នាអាចរកបានគ្រប់ទីកន្លែងបាទរុក្ខជាតិនេះគឺសម្បូរដុះណាស់តាមព្រៃតាមភូមិផងរបងទើសចិត្តម៉ែទើសចិត្តពុកម៉ែបងប្អូនអរគុណបាទបាយបាទពុកម៉ែ